រឿងកំណើតព្រះយេស៊ូវនៅពេលយប់ដ៏ស្ងប់ស្ងាត់មួយនៅឯភូមិបេតលេហឹមមានផ្កាយមួយបានភ្លឺឡើងបញ្ចេញពន្លឺយ៉ាងអស្ចារ្យនៅលើផ្ទៃមេឃនៅពេលនាងម៉ារីកំពុងតែនៅក្នុងបន្ទប់នាងបានឃើញពន្លឺមួយបានលេចឡើងដ៏គួរឲ្យភ្ញាក់ផ្អើលពន្លឺនោះមានពណ៌មាសហើយបានភ្លឺពេញបន្ទប់របស់នាងពន្លឺនោះគឺជាទេវតាកាព្រីយ៉ែលដែលបានលេចចេញមកហើយបានត្រដាងស្លាបប្រកបដោយសេចក្តីសុខសាន្តទេវតាបានប្រាប់នាងម៉ារីថានាងនឹងមានគភ៌ប្រសូតបានបុត្រាមួយតាមរយៈព្រះវិញ្ញាណបរិសុទ្ធហើយនាងត្រូវថ្វាយព្រះនាមបុត្រនោះថាយេស៊ូវបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ឲ្យរួចពីបាបហើយនាងម៉ារីបានទទួលយល់ព្រមដោយសេចក្តីក្លាហាននិងសេចក្តីអំណរជាខ្លាំងក្រោយមកនាងម៉ារីនិងលោកយូសែបដែលជាគូដណ្ដឹងរបស់នាងបានធ្វើដំណើរតាមវាលខ្សាច់ដ៏វែងឆ្ងាយទៅឯភូមិបេតលេហឹមដើម្បីនឹងចុះឈ្មោះប្រជាជននៅពេលបានទៅដល់ភូមិបេតលេហឹមហើយលោកយូសែបនិងនាងម៉ារីមិនអាចស្វែងរកផ្ទះសំណាក់ណាមួយសម្រាប់ស្នាក់នៅបានទេម្ចាស់ផ្ទះសំណាក់ក៏បានណែនាំលោកយូសែបនិងនាងម៉ារីទៅកាន់កន្លែងមួយដែលពួកគេអាចស្នាក់នៅបាននោះគឺជាក្រោលសត្វនៅទីនោះមិនស្អាតទេពីព្រោះមានសត្វរស់នៅមានចំណីសត្វនិងលាមកសត្វដែរប៉ុន្តែបុត្រតូចព្រះយេស៊ូវទ្រង់បានប្រសូតនៅទីនោះហើយនាងម៉ារីបានដាក់ទ្រង់ឲ្យផ្ទុំនៅក្នុងស្នូកសត្វមួយក្នុងយប់នោះផងដែរនៅពេលអ្នកកង្វៀលកំពុងតែខ្វៀលជាមនៅឯទីវាលពួកគេក៏បានឃើញពន្លឺដ៏អស្ចារ្យមួយបានលេចមកពន្លឺនោះគឺជាពួកទេវតាដែលបានលេចមកដើម្បីប្រាប់ដំណឹងល្អអំពីបុត្រតូចព្រះយេស៊ូវដែលបានប្រសូតមកនៅពេលពួកកង្វៀលបានឮដំណឹងនេះហើយពួកគេក៏រត់ទៅរកកន្លែងដែលព្រះយេស៊ូវប្រសូតដោយអំណរយ៉ាងខ្លាំងនៅពេលពួកគេបានទៅដល់គេបានឃើញបុត្រតូចព្រះយេស៊ូវហើយក៏បានក្រាបថ្វាយបង្គំទ្រង់ពួកគេបានសរសើរដំណើរព្រះដោយអំណរពីព្រោះព្រះដែលសង្គ្រោះមនុស្សលោកឲ្យរួចពីបាបបានប្រសូតមកហើយចូលយើងទាំងអស់គ្នាសរសើរដំណើរទ្រង់និងចូលមានអំណរឡើង